ការបង្កើតកំណត់ចំណាំនៅក្នុងកម្មវិធី Microsoft Excel ដែលមានលក្ខណៈងាយស្រួលក្នុងការបញ្ជាក់អំពីតម្រូវការថាតើចំណុចណាដែលយើងបានបំពេញរួចចំណុចណាដែលមិនទាន់បានបំពេញរួចបាទអញ្ចឹងនៅក្នុង Microsoft Excel យើងគ្រាន់តែចុចមួយคลิกទេបញ្ជាក់ថាការងារនោះយើងបានបញ្ចប់ហើយឧទាហរណ៍ថាខ្ញុំមានតារាងដូចនេះហើយតារាងនីមួយៗគឺខ្ញុំបញ្ជាក់ថាតើយើងត្រូវធ្វើអីបាទអញ្ចឹងនៅពេលដែលយើងគ្រាន់តែមួយคลิกនៅលើចំណុចនេះមួយបញ្ជាក់ថាការងារនោះគឺត្រូវបានបញ្ចប់បាទអញ្ចឹងកន្លែង description ក៏ដូចជាពាក្យពេចន៍ទាំងអស់នេះអ្នកទាំងអស់គ្នាអាចប្រើប្រាស់តាមតម្រូវការបំពេញបញ្ចូលទិន្នន័យបានអូខេអញ្ចឹងដើម្បីបញ្ចូលទិន្នន័យក៏ដូចជាការប្រើប្រាស់ដូចនេះបានគឺយើងត្រូវមានចំណុច2ទី1គឺយើងមាន checkbox ទី2គឺយើងត្រូវមានការកំណត់ conditional formatting នៅកន្លែងដែល description ក៏ដូចជាការកំណត់ចំណាំរបស់យើងនោះបាទចំណុចទាំងអស់នេះប្រសិនបើអ្នកទាំងអស់គ្នាមិនត្រឹមតែដាក់បន្ទាត់មានគូសពីលើនោះទេយើងអាចកំណត់ដូចជាពណ៌ដូចជាអីផ្សេងៗទៀតបានទៀតអូខេអញ្ចឹងដើម្បីធ្វើដូចអ្វីដែលខ្ញុំបានបង្ហាញនេះបានយើងចាប់ផ្ដើមទាំងអស់គ្នាបាទអញ្ចឹងទី1គឺយើងត្រូវបង្កើតតារាងមួយសិនអញ្ចឹងបង្កើតតារាងមួយយើងអាចមានលេខរៀងបាទយើងអាចមានលេខរៀងដូចអ្វីដែលខ្ញុំបានបង្ហាញនេះបន្ទាប់មកគឺយើងមានពាក្យយើងអាចដាក់ថា ready ឬក៏ not ready ឬក៏ not មិនទាន់ហើយបាទកន្លែងនេះយើងអាចសរសេរតាមអ្វីដែលយើងចង់បាន description យើងអាចប្រើជាភាសាខ្មែរក៏បានឬក៏ជាភាសាអង់គ្លេសក៏បានហើយយើងអាចថែម column ទៅមុខទៀតបានដូចគ្នាបាទអញ្ចឹងបន្ទាប់មកកន្លែងនេះគឺលេខរៀងយើងអាចប្រើលេខរៀង auto ដោយស្វ័យប្រវត្តិក៏បានយើងអាចប្រើប្រាស់លក្ខណៈក្នុងការវាបញ្ចូលធម្មតាក៏បានបាទអញ្ចឹងយើងអាចអូសមកធម្មតាបាទខ្ញុំ sample ខ្ញុំធ្វើតាមលេខ5សិនបើកន្លែងនេះគឺយើងត្រូវការ checkbox មានថា checkbox មួយដើម្បីធ្វើការយកកំណត់ត្រង់ចំណុចមួយនេះអញ្ចឹងដើម្បីកំណត់ checkbox គឺយើង select មកកន្លែង column ចំនួន cell ដែលយើងត្រូវការកំណត់ checkbox នោះហើយចូលមកកាន់ទីតាំង insert ហើយយកពាក្យថា checkbox បាទបញ្ជាក់ផងដែរកន្លែងនេះប្រសិនបើយើងចង់បានច្រើនយើង select ច្រើនឲ្យមកឧទាហរណ៍ថា task របស់យើងគឺឬក៏ការកំណត់ចំណាំរបស់យើងរយៈពេល1ខែយើងអាចថែមកន្លែងនេះថ្ងៃទីខែឆ្នាំហ្នឹងទៅកន្លែងមុខទៀតមានប្រអប់ tick នឹងរយៈពេល1ខែ31ថ្ងៃហ្នឹងទៅអញ្ចឹង description យើងអាចបំពេញអីក៏បានតែខ្ញុំបំពេញខ្លីៗបំពេញ book បំពេញ pen pencil ទៅខ្ញុំអាចបំពេញ ruler បំពេញ eraser អញ្ចឹងខ្ញុំបំពេញទាំងអស់នេះហើយខ្ញុំធ្វើការកំណត់អញ្ចឹងបើសិនបើដំបូងគឺយើង tick ធម្មតាគឺអត់មានប្រតិបត្តិការទៅលើ description ទេកន្លែងនេះខ្ញុំអាចវាយខុសអញ្ចឹងនៅពេលដែលយើង tick ហើយយើងចង់ឲ្យកន្លែងនេះធ្វើការដាក់ពណ៌ឬក៏មានការគូសបន្ទាត់ដែលបញ្ជាក់ថាការងារនេះយើងបានបញ្ចប់ហើយបាទអញ្ចឹងយើង select ទី1គឺយើង select បណ្ដុំដែលយើងត្រូវធ្វើការកំណត់នោះប្រសិនបើយើងមានទៅដល់ column ទៅមុខទៀតយើងអាច select មកដល់ទាំងអស់មុខនេះបាទតែអ្វីដែលយើងកំណត់បច្ចុប្បន្ននេះគឺយើងមានតែប៉ុណ្ណេះទេអញ្ចឹងយើងត្រូវធ្វើការ select តែប៉ុណ្ណេះសិនហើយបន្ទាប់មកចូលមកកាន់ទីតាំង home menu យក conditional formatting បាទយកពាក្យថា new rule ឬក៏ manage rule សិនមកបាទពីនេះយកមួយណាមុនក៏បានដែរប្រសិនបើយើងធ្លាប់ការកំណត់ហើយយើងអាចយក manage rule មានថា manage rule មានថាយើងគ្រប់គ្រងទៅលើការកំណត់របស់យើងពីមុនមកតែបើយើងអត់តបានកំណត់ទេយើងយក new rule នេះមកដើម្បីធ្វើការកំណត់ជាថ្មីបាទអញ្ចឹងនៅពេលដែលខ្ញុំធ្វើការយក new rule វាចេញផ្ទាំងមកដូចនេះបាទអញ្ចឹងចេញផ្ទាំងមកដូចនេះហើយអ្នកទាំងអស់គ្នាចូលមកកាន់ទីតាំងកន្លែងនេះមួយបាទគឺយកពាក្យថា use a formula to determine which cell format បាទយកកន្លែងនេះមួយបាទបន្ទាប់មកឃើញប្រអប់មុនកន្លែងបំពេញរូបមន្តអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាឃើញកន្លែងពេញរូបមន្តនៅកន្លែងនេះបាទសូមធ្វើការកន្លែងមកមើលទីតាំងទី1គឺប្រអប់តើប្រអប់ដែលយើងចង់កំណត់ជាមួយនឹង format នេះគឺវាស្ថិតនៅក្នុង cell មួយណាអញ្ចឹងគឺស្ថិតនៅក្នុង cell អក្សរ F នេះបាទ F គឺ F3 ទៅអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែមក click ពីលើ F3 នេះមកគឺវា load
បំពេញព័ត៌មាននៅកន្លែងនេះមកមួយបន្ថែមបាទគឺស្មើ$F $3 ចឹងកន្លែងនេះអ្នកទាំងអស់គ្នាត្រូវកំណត់មួយដែរគឺត្រូវលុបសញ្ញា$មុខអក្សរ F នេះសិនហើយថែមសញ្ញាស្មើនៅកន្លែងនេះមានន័យថាស្មើ true បាទស្មើពាក្យ true ហេតុអីបានស្មើពាក្យ true នៅពេលដែលយើង tick ប្រអប់មួយវាស្មើ true ហើយបើសិនបើយើង dot tick វាស្មើនឹង false បាទអញ្ចឹងកន្លែងនេះយើង tick វាស្មើនឹង true អញ្ចឹងដល់ពេលវាស្មើ true តើយើងឲ្យវាធ្វើអីអញ្ចឹងកន្លែងដែលឲ្យធ្វើអីពាក្យថាស្មើឲ្យធ្វើអីនេះគឺអ្នកទាំងអស់គ្នាចុចនៅកន្លែង format នេះដើម្បីធ្វើការកំណត់បន្ថែមអញ្ចឹងយើងចុចលើ format នេះមួយមកផ្ទាំងមួយនេះក៏បានរំលេចឡើងអញ្ចឹងផ្ទាំងមួយនេះគឺជាផ្ទាំងធ្វើការកំណត់ហើយអញ្ចឹងការកំណត់ទី1អ្នកទាំងអស់គ្នាត្រូវការគូសបន្ទាត់ឲ្យចំពីលើអក្សរតែម្ដងអញ្ចឹងយើង tick ទៅលើកន្លែង strike through នេះបាទអញ្ចឹងយើង tick មក sample នៃជា example របស់យើងគឺនឹងបានបង្ហាញការឆ្នោតនៅកន្លែងនេះមួយហើយបើករណីអ្នកទាំងអស់គ្នាត្រូវការថែមបន្ទាត់ពីខាងក្រោមទៀតយើងថែម underline ឬក៏យើងចង់បដូរពណ៌អក្សរទៅជាពណ៌ក្រហមឬក៏ពណ៌ណាមួយទៀតណាយើងដាក់ពណ៌ក្រហមបាទអញ្ចឹងដល់ពេលដែលយើង tick វាទៅជា true វានឹងឆូតហើយវាដាក់ពណ៌ក្រហមដើម្បីបញ្ជាក់ថាការងារនេះគឺត្រូវបានបញ្ចប់ដូចនេះដែរយើងអាចដូរ font អក្សរយើងអាចដូរ border យើងឬក៏យើងចាក់ fill color បានតាមចិត្តបាទអញ្ចឹងកន្លែងនេះគឺក្រោយពីយើងធ្វើការកំណត់រួចយើងចុចលើបន្ទប់ OK បាទ OK ហើយយើងនៅកន្លែងនេះយើងចុចលើ OK មួយទៀតដើម្បីបញ្ចប់ការកំណត់របស់យើងបាទអញ្ចឹងក្រោយពីការកំណត់បញ្ចប់ហើយយើងសាកល្បងធ្វើការ test ទាំងអស់គ្នាបាទសាកល្បង test គឺយើង tick លើចំណុចមួយណាដែលយើងកំណត់មកបាទខ្ញុំ tick លើចំណុចទី1នេះបាទអញ្ចឹងវានឹងធ្វើការបដូរមិនគឺពីកន្លែង description នេះគឺវានឹងឆូតបាត់តែម្ដងហើយបើយើងចុចមកកន្លែងនេះមួយទៀតវានឹងដាច់មួយទៀតបាទអញ្ចឹងនៅពេលដែលយើងមានការកំណត់ច្រើនយើងធ្វើការកំណត់នោះឲ្យបានបញ្ចប់រហូតដល់ចំនួនគេហៅថា task របស់យើងចុះឧទាហរណ៍ថាបើសិនបើយើងត្រូវការបន្ថែមយើងកំណត់បាន5ហើយយើងចង់បន្ថែមយើងអាចចាក់បានទៀតបានឧទាហរណ៍កន្លែងនេះខ្ញុំអាចថែមមកដល់ insert checkbox មួយទៀតមក checkbox ទី6មកហើយកន្លែងនេះខ្ញុំយក format painter មកខ្ញុំចាក់ format painter បន្ថែមណាខ្ញុំវាយ testing បន្ថែមខ្ញុំ test add បាទអញ្ចឹងនៅពេលដែលខ្ញុំ tick វានឹងធ្វើការបន្ថែមមកយើង automatic អញ្ចឹងកន្លែងនេះអ្នកទាំងអស់គ្នាអាចថែមបានចំនួនតាមចិត្តរបស់យើងបាទខ្ញុំគិតថាការកំណត់ taskbar ឬក៏ការកំណត់ចំណាំនៅក្នុង Microsoft Excel នេះគឺអាចជួយយើងបានច្រើនប្រសិនបើយើងមិនតម្រូវការប្រើប្រាស់កម្មវិធីផ្សេងៗបាទដូចជាកម្មវិធី Note ណាមួយផ្សេងៗយើងអាចប្រើប្រាស់ Microsoft Excel ជំនួសបានមានថាមិនមែនថាជួយបាននេះទេគឺអាចជួយបានមួយចំនួនធំដែរបាទហើយជាចុងក្រោយនេះវីដេអូរបស់ខ្ញុំក៏បានបញ្ចប់តែប៉ុណ្ណេះដែរហើយសង្ឃឹមថាអាចជាជំនួយមួយក្នុងការជួយទៅអ្នកទាំងអស់គ្នាក្នុងការធ្វើអ្វីមួយដែលគិតថាវាជាការកំណត់ចំណាំក៏ដូចជាការដែលយកទៅប្រើប្រាស់ក្នុងការតម្រូវការផ្នែកផ្សេងៗទៀតពីព្រោះមានន័យថាការកំណត់ប៉ុណ្ណេះវាអាចឆ្នៃយកទៅប្រើប្រាស់ចំណុចផ្សេងៗទៀតបានតាមចិត្តអូខេហើយជាចុងក្រោយអ្នកទាំងអស់គ្នាកុំភ្លេចចុចលើប៊ូតុង Subscribe ក៏ដូចជាចុចលើរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel របស់ខ្ញុំបាទអរគុណចំពោះការតាមដានទស្សនាពីដើមរហូតដល់ចប់នេះជួបគ្នានៅវីដេអូក្រោយៗទៀត